nó ngay lôi ma ơi nhom ta hay mất bỏ gặp ma ơi nhom đây hay còn so tộc ai hồ si mà to công kia miên sầm nàng để cao được không con cú sa mùi miên bục miên mặt đai riệp trong tầm lúc bầm rong miên mộ đọ ao côn sập riệp trong cá sắc xa cá điên sốt cất cung cụcแบบนี้แต่ở bục mặt đai kia căn để miên sầm nàng để miên cônประกอบដោយព្រំវិហារធរកូនដែលអាចបកគលកិច្ចការឲ្យធ្វើឲ្យកាន់តែមានការអភិវឌ្ឍកាន់តែរីកចម្រើនពីមួយចំនួនទៅមួយចំនួនបងអូនស្រីលើកឡើងខ្ញុំគាំទ្រលួយឪពុកម្ដាយអាជីវកម្មរបស់ឪពុកម្ដាយប៉ិនគេមានមោទនភាពចំពោះខ្ញុំបើខ្ញុំអាចរើសបានក៏ខ្ញុំចង់មានឪពុកម្ដាយជាអ្នកមានមុខរបរត្រឹមត្រូវមានមុខរបរធំដុំមានមុខមាត់ក្នុងសង្គមហើយបើខ្ញុំអាចរើសកន្លែងបានព្រោះការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងការខំប្រឹងក្រោកឈរដោយខ្លួនឯងនេះណាបិទតែថាវាល្អប៉ិនវាត្រូវការពេលច្រើនណាស់រកស៊ីមិនស្រួលខាតប៉ាតណាជួយពាក់គេជុំទិសវេទនាខ្លាំងណាស់ខ្ញុំថាការដែលចាប់ផ្ដើមដោយខ្លួនឯងវាជារឿងមួយដែលល្អបំផុតប៉ុន្តែបើយើងមានឪពុកម្ដាយមានអ្នកគ្រប់គ្រងមានអ្នកជួយយើងពីក្រោយវាកាន់តែអស្ចារ្យវាកាន់តែកាត់បន្ថយហានិភ័យអញ្ចឹងខ្ញុំថាជាមោទនភាពដែលកូនអាចធ្វើឲ្យអាជីវកម្មឪពុកម្ដាយកាន់តែមានការអភិវឌ្ឍកាន់តែធំទៅពីមួយថ្ងៃទៅមួយថ្ងៃអានេះចំណុចសំខាន់ណាស់ខ្ញុំអត់យល់ថាខុសទេដែលមានឪពុកម្ដាយចែកលុយឲ្យរកស៊ីអត់ខុសទេដែលមានឪពុកម្ដាយចែករបរឲ្យកូនរកស៊ីព្រោះវាជាដើមទុនមនុស្សមានសំណាង3ដែលខ្ញុំតែនិយាយពេលកើតនៅក្នុងក្រុមគ្រួសារមួយដែលមានវង្សត្រកូលមានទ្រព្យធនមានសម្បត្តិគឺចំណែកមួយ 50% នៃភាពជោគជ័យរបស់យើង 50% ពេលដែលយើងដល់វ័យមួយវ័យដូចវ័យពួកខ្ញុំនេះវ័យចាប់ផ្ដើមពីពាក់កណ្ដាលជីវិតនេះអាចជ្រើសរើសគូស្រករបានល្អអាចបំពេញកិច្ចការងារប្រចាំជីវិតកសាងមរតកកសាងទ្រព្យសម្បត្តិបន្ថែមកាន់តែច្រើនសំណាងទី2គឺការរើសដៃគូជីវិតនឹងសំណាងទី2សំណាងទី3ពេលយើងចាស់ទៅកូនទាំងអស់រីកចម្រើនរុងរឿងធ្វើឲ្យជីវិតស្រស់បំព្រងឪពុកម្ដាយយើងស្លាប់ទៅបិទភ្នែកចិត្តគេគោរពគេស្រឡាញ់គេអបអរសាទរនៅក្នុងការចិញ្ចឹមកូនបានល្អម្លេះកូនអ្នកកើតមកមានព្រំវិហារធម៌ម្លេះគេទៅសើឪពុកម្ដាយអានេះជាសំណាងអញ្ចឹងបើទស្សនៈថាខ្ញុំអាចរើសកន្លែងកើតបានខ្ញុំអាចរើសឪពុកម្ដាយជាអ្នកមានទ្រព្យសម្បត្តិសុខតុបខ្ញុំរើសហើយខ្ញុំតស៊ូប្រឹងប្រែងដោយខ្លួនឯងមកហត់ប៉ុន្តែសួរថាយើងដែលទៅ blame ទៅបន្ទោសឪពុកម្ដាយយើងថាណាមកពីម៉ែឯងក្រអញ្ចឹងខ្ញុំថាយើងបន្ទោសគាត់ក៏អត់បានប៉ុន្តែយើងក៏មិនត្រូវបន្ទោសគេដែរខ្ញុំឃើញបងអូនស្រីហើយក៏ខ្ញុំធ្លាប់បានមើលយូរ៉ាដែលអ្នកគាត់នៅខេត្តគាត់លក់អនឡាញដែរខ្ញុំមោទនភាពគេចេះពង្រីកលុយម៉ែឪគេចែកឲ្យដើមទុនគេចែកឲ្យគេពង្រីកគ្រួសារគេកាន់តែមានហើយខ្ញុំថាបើសិនជាអាចមានរបរមានលុយមានមុខមាត់អញ្ចេះទៀតអូខ្ញុំសប្បាយចិត្តណាអ្នកណាថាខ្ញុំអានេះមានដោយសារម៉ែឪចែកឲ្យយកទៅរកស៊ីមិនមកកូននឹងអត់កើតដែរម៉ែឪចែកឲ្យកូននឹងយកទៅបំផ្លាញអស់អាហ្នឹងជារឿងផ្សេងមួយទៀតបាត់ហើយតែស្រាប់តែកូនគេមានកំណើតកូនគេប៉ាកែកូនគេខ្លាំងកូនគេតស៊ូកូនគេមោះមុតដោយបងអូនស្រីចឹងគាត់ខ្លាំងគាត់ចាប់ដើមមានគ្រប់បែបយ៉ាងដែលម៉ែឪគាត់ផ្ដល់ឲ្យមែនប៉ុន្តែបើគាត់មិនប្រឹងខ្លួនឯងក៏មិនទៅមុខខ្លាំងតែដល់ពេលគាត់ប្រឹងហើយគាត់មានឪពុកម្ដាយជួយទំនុកបំរុងមានសមត្ថភាពហើយមានដើមទុនមកទៀតខ្លាំងលើសដើមអាហ្នឹងឯងអាហ្នឹងមិនគេហៅថាលឿនទេណាលឿនគុណនឹង5គុណនឹង10បើប្រៀបធៀបយើងដើរហើយគេជិះចង្ហោះហើយយើងត្រូវគិតកន្លែងហ្នឹងដែរហើយក៏សូមសរសើរអ្នកដែល comment អ្នកដែលគាត់ comment ហ្នឹងគាត់ប្រហែលគាត់ថាហេបើខ្លាំងរកស៊ីមួយស្មើមិនបាច់មានលុយម៉ែឪអាហ្នឹងវាបុណ្យសំណាងទេតាបុណ្យសំណាងទេអញ្ចឹងចំពោះខ្ញុំថាគ្មានអ្នកណាម្នាក់ដែលល្អជាងអ្នកណាទេប៉ុន្តែសំខាន់ទទួលស្គាល់ការពិតហើយខិតខំបើសិនជាអាចកសាងឲ្យក្រុមគ្រួសារមុខរបរក្រុមគ្រួសារឬក៏បង្កើនទ្រព្យសម្បត្តិពីចំនួនទី1ចំនួនទី2ចំនួនទី3ទៅកាន់តែអភិវឌ្ឍអាហ្នឹងគេហៅថាទៅបកែមិនចាំបាច់ថាទូចាប់ដើមពីចំណុច0ដូចគ្នាបានហៅថាគេបកែគេចាប់ដើមនៅចំណុចកន្លែងណាក៏ដោយឲ្យតែនៅចុងបញ្ចប់នៃសេចក្តីសម្រេចរបស់គេបានគឺលទ្ធផលអ្នកណាធំជាងអ្នកនឹងបកែអាហ្នឹងសម្រាប់ខ្ញុំអរគុណ